សូមបងប្អូនយើងមកជួបគ្នានៅក្នុងវីដេអូនេះដែលអ្នកគ្រូនឹងបង្ហាញអំពីប៉ារ៉ាបូអញ្ចឹងនៅក្នុងលំហាត់ប៉ារ៉ាបូនេះគឺគេឲ្យកំពូលគោល O 00និងគេប្រាប់ទៀតថាវាមានកំណុំស្ថិតនៅលើ ordinate សំណួរក៏គេឲ្យយើងរកសមីការស្តង់ដារនៃប៉ារ៉ាបូដែលកាត់តាមចំណុច A ដែលមាន abscissa ដក2 ordinate 6ចំណុច ខគឺគេឲ្យយើងរកតម្លៃ x ដោយដឹងថាប៉ារ៉ាបូកាត់តាមចំណុច B ដែលមាន abscissa x ordinate 6ដែលគេកំណត់ទៀតថាតម្លៃ x ត្រូវតែធំជាង0រួចគេឲ្យយើងសង់ប៉ារ៉ាបូនេះអូខេអញ្ចឹងមុននឹងចាប់ដើមទៅរកសមីការស្តង់ដារនៃប៉ារ៉ាបូគឺយើងត្រូវដឹងអំពីថាតើប៉ារ៉ាបូនឹងវាមានអាចឆ្លុះឈរឬ diction អូខេអញ្ចឹងដោយលក្ខខណ្ឌខាងលើគឺគេប្រាប់ឲ្យថាកំណុំរបស់ប៉ារ៉ាបូគឺស្ថិតនៅលើ A ordinate អញ្ចឹងកាលណាកំណុំស្ថិតនៅលើ A ordinate ធម្មតាបែបនេះ ordinate គឺអាចឈរមិនអញ្ចឹងវាអាចចេះកំណុំនៅលើនេះឬក៏កំណុំវានៅតែស្ថិតនៅលើ A ordinate គាត់ថាកំណុំវានៅខាងក្រោមអូខេអញ្ចឹងយើងអាចសន្និដ្ឋានបានថាប៉ារ៉ាបូរបស់យើងគឺមានអឆ្លុះរបស់យើងគឺឈរដោយពឹងផ្អែកទៅលើកំណុំស្ថិតនៅលើ A ordinate អញ្ចឹងសមីការស្តង់ដាររបស់ប៉ារ៉ាបូរបស់យើងគឺកំណត់ដោយ x ការ៉េស្មើជាមួយនឹង 4p y ហេតុអីបានចេញអញ្ចឹងអត់មានការអញ្ចឹងដោយសារតែកំពូលរបស់យើងគឺ50ការរបស់យើងក៏0អញ្ចឹង0ហ្នឹងបែរដាក់មកក៏បានដែរអូខេអញ្ចឹងសមីការស្តង់ដាររបស់ប៉ារ៉ាបូមានទម្រង់បែបហ្នឹងអញ្ចឹងគោលដៅរបស់យើងអ្វីដែលយើងត្រូវឲ្យសមីការស្តង់ដាររបស់ប៉ារ៉ាបូនឹងពេញលេញត្រឹមត្រូវគឺយើងត្រូវទៅរកតម្លៃ p ឲ្យឃើញសិនណាអញ្ចឹងដើម្បីរកតម្លៃ p ឲ្យឃើញបានគឺយើងពឹងផ្អែកទៅលើសមាតិកម្មចំណុចករបស់យើងដែលគេនិយាយបានថាប៉ារ៉ាបូរបស់យើងគឺមានចំណុចកាត់របស់វាគឺ A អញ្ចឹងមានន័យថាចំណុច A ហ្នឹងយើងយកវាទៅផ្ទៀងផ្ទាត់នៅក្នុងសមីការស្តង់ដារខាងលើហ្នឹងអញ្ចឹងទីតាំងរបស់ x យើងចំនួនដោយដក2ទីតាំងរបស់ y យើងចំនួនដោយ6ចូលអញ្ចឹង x របស់យើងវាទៅជាដក2លើកជាការ៉េ y របស់យើងវាទៅជា6របស់យើងគុណជាមួយ 4p ខាងមុខអញ្ចឹងយើងចាប់ផ្ដើមទាញរក p អញ្ចឹងនៅពេលដែលយើងទាញរក p យើងរុញ24មកទៅជា4ចែកនឹង24អញ្ចឹងសម្រួលនឹង4ចោលទៅសល់1អាក្រោមសម្រួលនឹង4ចោល24ហ្នឹងសម្រួល4ចោលសល់6អូខេបន្ទាប់ពីយើងរក p ឃើញហើយយើងយកវាទៅចំនួនចូលសមីការស្តង់ដាររបស់យើងវិញមកដែលតម្រងរបស់យើងគឺ x ការ៉េស្មើជាមួយនឹង 4p y អញ្ចឹងទីតាំង x ការ៉េរបស់យើងនៅតែ4គុណជាមួយ p យើងរកឃើញ1លើ6គុណជាមួយនឹង y x ការ៉េស្មើសម្រួលនឹង2ចោលសល់2 1សម្រួល2ចោល3នេះសល់3គុណជាមួយ y អញ្ចឹងយើងគុណវាឡើងលើចម្លើយត្រឹមត្រូវគឺក្នុងនេះអូខេបន្តមកទៀតចំណុចខគឺគេឲ្យយើងរកតម្លៃ x ដែល x របស់យើងជារបស់ចំណុច b ដែលវាដើរតួជា abscissa នៅក្នុងនេះអញ្ចឹងគេនិយាយទៀតថា b របស់យើងចំណុច b ហ្នឹងវាស្ថិតនៅលើប៉ារ៉ាបូអញ្ចឹងវាដូចតែជាមួយនឹងសំណួរករបស់យើងបាញ់មិញទេគឺគ្រាន់តែយក coordinate របស់ចំណុច b ទៅជួសជុលក្នុងសមីការស្តង់ដាររបស់យើងអញ្ចឹងដោយសមីការស្តង់ដាររបស់យើងគឺមានហើយ x ការ៉េស្មើជាមួយនឹង2លើ3 y តែកន្លែងទីតាំង y យើងយក ordinate របស់ចំណុច b យកជួសជុលទីតាំង x ក៏យើងជួស x នឹងចូលដែរអញ្ចឹងអ្វីដែលយើងទាញបានគឺ x ការ៉េស្មើជាមួយ4អញ្ចឹង x ការ៉េស្មើ4សាក1ជាមួយនឹង x ស្មើជាមួយនឹងបូកដកឬ4អញ្ចឹងបូកដកឬ4វាចេញមកបានបូកដក2មិនអញ្ចឹងតែដោយលក្ខខណ្ឌគេនិយាយឲ្យថា x ត្រូវធំជាង0អញ្ចឹងអាដក2នេះគេអត់យកទេអញ្ចឹងណាអញ្ចឹងមានន័យថា x យើងរកឃើញ2អញ្ចឹង x យើងរកឃើញ2ដូចនេះចំណុច b របស់យើងគឺ2 6អូខេចូលដល់វគ្គសង្ឃអញ្ចឹងនៅក្នុងវគ្គសង្ឃរបស់យើងនេះគឺអ្វីដែលយើងត្រូវសង្ឃទី1កម្ពស់បើមានកំណុំយើងសង្ឃកំណុំតែក្នុងនេះយើងមិនចាំបាច់ទៅពិបាករកកំណុំទេដោយសារគេឲ្យ2ចំណុចមកងាយស្រួលហើយ2ចំណុចដែលប៉ារ៉ាបូរបស់យើងកាត់ឬក៏2ចំណុចហ្នឹងស្ថិតនៅលើប៉ារ៉ាបូអូខេអញ្ចឹងសង្ឃ3ចំណុចហ្នឹងសិនណាអញ្ចឹងដោយប៉ារ៉ាបូរបស់យើងមានកំពូល O 00វាមានន័យថាវាកាត់គោលតម្រុយហើយចំណុច A របស់យើងគឺដក2ជាមួយនឹង6 A ចំណុច B របស់យើងគឺ2ជាមួយនឹង6អញ្ចឹងនេះចំណុច B អូខេ3ចំណុចហ្នឹងគូប៉ារ៉ាបូបានត្រឹមត្រូវ